ពោះចិត្ត14 ម៉ែត្រអស់រយៈពេល5ខែក្រោយមកតាំងពីទឹកជំនន់ចាប់ផ្ដើមឡើងទូកក៏បានមកគឿងនៅលើកំពូលភ្នំអារ៉ារ៉ាសួស្តីមនុស្សទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Super Kids Club សុខសប្បាយអត់អ្នកទាំងអស់គ្នាថ្ងៃចុងសប្តាហ៍អត់រៀនអញ្ចឹងមានកម្រោងទៅណាឬក៏ធ្វើអ្វីអត់បើខ្ញុំវិញពេលចាប់កម្មវិធីគឺខ្ញុំទៅព្រះវិហារខ្ញុំដូចគ្នាហ្នឹងពេលរសៀលខ្ញុំទៅលេងបាល់ជាមួយនឹងមិត្តភ័ក្តិបើគ្នាវិញនៅផ្ទះគឺគ្នាធ្វើអីញ៉ាំជុំគ្នាហ្នឹងព្រោះយាយគ្នាទៅមកពីស្រុកមកលេងហ្នឹងលយម៉ែអូគ្នាភ្លេចចាំតិចទៅបានបាយណែនេះឲ្យវ៉ាស្អាតម៉ែឲ្យគ្នាមែនក៏អីឲ្យហ្នឹងអីបងរបស់គ្នាទៅតែទិញឥឡូវគ្នាឲ្យឯងមួយអរគុណជីណូសូមព្រះប្រទានពរហើយឲ្យអញ្ចឹងអត់ស្ដាយរបស់ហេអត់ទេព្រោះគ្នាចង់រស់នៅគប់ព្រះហឫទ័យព្រះខ្ញុំតើណាធ្វើមុខឆ្ងល់ឥឡូវយើងទៅមើលវីដេអូសភៅពិសេសមួយសិនឥឡូវមានទឹកច្រើនណាស់ឡោះហើយដែលខ្ញុំចេះយកទឹកថ្នាំច្រៃមកជាមួយតែយើងអាចរៀបបានអ្វីខ្លះអំពីណូអេនិងទឹកជំនន់សួស្តីខ្ញុំឈ្មោះចយអស្ចារ្យណាស់ដែលយើងបានជួបជាមួយមនុស្សសុចរិតដូចជាលោកណូអេសាច់រឿងណូអេកើតឡើងនៅជន្លងទន្លេហ៊ីណូកែលនិងទន្លេហើប្រាតយើងនឹងធ្វើឲ្យទឹកជន់លិចផែនដីបំផ្លាញសត្វលោកទាំងអស់ដែលមានដង្ហើមជីវិតគ្រប់យ៉ាងលើផែនដីនឹងត្រូវវិនាសក្នុងពេលនៃទឹកជំនន់ភ្លៀងបានធ្លាក់40 ជប់ 40 ថ្ងៃរយៈពេលជាង1ឆ្នាំចាប់ពីថ្ងៃភ្លៀងធ្លាក់រហូតដល់ថ្ងៃដែលណូអេនិងគ្រួសារចាក់ចេញពីទូករបស់ព្រះបាសជាមាំខ្លាំងហើយទើបការពារណូអេបានបែបនេះទូសងទូកធំមួយពីដើមស្រឡៅក្នុងភាសាដើមហេប្រេព្រះបានប្រាប់ណូអេឲ្យសង់ទូកចេញពីឈើម៉ៃសាអ្នកបកប្រែជាច្រើនជឿថាព្រះប្រហែលជាសំដៅទៅលើដើមកកកជាឈើម្យ៉ាងដែលមានទម្ងន់ស្រាលរឹងមាំនិងងាយស្រួលលាបពីលើដោយលាបជាប់ជិតទាំងក្នុងទាំងក្រៅទូកនេះមានទំហំប្រហែល137 ម៉ែត្រទទឹងជិត23 ម៉ែត្រនិងកម្ពស់ជិត14 ម៉ែត្រម៉ូតទូកវិញអស្ចារ្យណាស់ទំហំសំពៅប៉ុននេះទើបតែមាននៅសតវត្សទី19រយៈពេលរាប់ពាន់ឆ្នាំបន្ទាប់ពីណូអេសូម្បីតែសំពៅនេះក៏តូចជាងទូកធំណូអេដែរទូកធំត្រូវបានសង់ដោយមានសមាមាត្រគ្នារវាងបណ្ដោយកម្ពស់និងទទឹងទូកដែលបង្ហាញពីចំណេះដឹងដ៏អស្ចារ្យរបស់អ្នកជំនាញទូករចនាប័ទ្មទូកដ៏ពិសេសនេះការពារទូកពីការក្រឡាប់ពេលមានព្យុះវាត្រៀមទុកជាស្រេចពេលមានរលកខ្លាំងព្រះហៅទូកនេះថាទូកធំជាជាងសំពៅភាសាហេប្រឺពាក្យថាទូកធំមានន័យថាប្រអប់ឬទីកន្លែងការពារសូមមើលទូកធំមានរាងដូចប្រអប់ធំអញ្ចឹងនៅផ្នែកខាងមុខវាអត់មានផ្នែកឲ្យពុះជ្រែកទឹកហើយក៏គ្មានចង្កូតឲ្យណូអេកាច់ដែរទូកធំនេះមិនមែនដើម្បីបើកឡើយប៉ុន្តែសម្រាប់បណ្ដែតប៉ុណ្ណោះពេលមួយទៀតពាក្យទូកធំត្រូវបានប្រើក្នុងព្រះគម្ពីរដើម្បីពណ៌នាអំពីកន្ត្រកដែលគេដាក់ម៉ូសេកាលគាត់នៅជាទារកពេលគាត់អណ្ដែតតាមទឹកទន្លេនីលព្រះបានប្រើទូកនេះធ្វើជាទីសុវត្ថិភាពដល់ម៉ូសេនិងណូអេភ្នំអារ៉ារ៉ាត់មានទីតាំងនៅទិសខាងជើងនៃមេសូប៉ូតាមេក្នុងប្រទេសទួរគីសប្តាហ៍ថ្ងៃអស់រយៈពេល5ខែក្រោយមកតាំងពីទឹកជំនន់ចាប់ផ្ដើមឡើងទូកក៏បានមកគឿងនៅលើកំពូលភ្នំអារ៉ារ៉ាក្រោយពេលដែលនៅក្នុងទូកនិងជាមួយសត្វទាំងអស់យើងរីករាយនឹងបានឃើញដីគោពិតជាអស្ចារ្យមែនហើយសឹងតែមិនជឿថាល្អឥតខ្ចោះយ៉ាងនេះសោះសាក់តែមើលថាមិនចាំអ្វីខ្លះអំពីណូអេនិងទូកធំក្រៅពីណូអេនិងប្រពន្ធគាត់តើនរណាទៀតដែលព្រឹកបានសព្រោះពីទឹកជំនន់ 1. អ្នកដឹកនាំត្រង់ 2. បងប្អូននិងក្មួយៗរបស់ណូអេ 3. មិត្តភក្តិណូអេឬ 4. កូនប្រុសណូអេនិងកូនប្រសាស្រីចម្លើយដែលត្រឹមត្រូវគឺ 4. កូនប្រុសណូអេនិងកូនប្រសាស្រីឯងនិងក្រុមគ្រួសារត្រូវចូលទៅក្នុងទូកធំទាំងអស់ឯងកូនប្រុសឯងប្រពន្ធឯងនិងកូនប្រសាឯងពេលព្រះទតឃើញភាពទុច្ចរិតរបស់មនុស្សទ្រង់សម្រេចបំផ្លាញជីវិតទាំងអស់នៅលើផែនដីប៉ុន្តែណូអេជាមនុស្សសុចរិតដែលស្ដាប់បង្គាប់ព្រះ
ណូអេនិងគ្រួសារគាត់ជាមនុស្សតែមួយគត់ដែលព្រះបានសង្គ្រោះព្រះមិនបានបញ្ចូលទឹកជំនន់ដោយសារទ្រង់ខឹងឡើយប៉ុន្តែទ្រង់ទួញសោកឬសោកសៅហើយព្រះតីទ្រង់ពោពេញទៅដោយការឈឺចាប់ សំណួរបន្ទាប់ត្រាប់ពីព្រៀងហើយណូអេបានបញ្ចេញសត្វពីរប្រភេទដើម្បីចង់ដឹងថាដីគោកឬនៅតើសត្វទាំងពីរដែលណូអេបញ្ចេញនោះជាសត្វអ្វី 1. Penguin 2. សត្វភេកនិងសត្វឆ្មា 3. សត្វអាចនិងព្រាប ឬ 4. សត្វដំរីនិងសត្វកណ្ដុរចម្លើយដែលត្រឹមត្រូវគឺ 3. សត្វអាចនិងព្រាប ដំបងណូអេបញ្ជូនសត្វក្អែកក្រោយមកទៀតគាត់បញ្ជូនសត្វព្រាបមិនអាចរកដីគោកឃើញវាត្រឡប់មកទូកធំវិញមួយអាទិត្យក្រោយមកណូអេបញ្ជូនសត្វព្រាបម្ដងទៀតលើកនេះព្រាបត្រឡប់មកវិញទាំងបំស្លឹកអូលីវជាសញ្ញាប្រាប់ថាដីស្ងួតហើយលូតលាស់ម្ដងទៀតព្រះបានធ្វើតាមព្រះបន្ទូលសន្យាទ្រង់ចំពោះណូអេហើយបានរំដោះណូអេនិងគ្រួសារគាត់ឲ្យមានសុវត្ថិភាព សំណួរយើងនៅថ្ងៃនេះបានចប់ហើយឥឡូវយើងអាចរៀនអ្វីខ្លះទៀតអំពីណូអេនិងទូកធំ ដំណើរនិងសញ្ញាល្អរបស់ណូអេជាមួយព្រះជាគំរូដ៏ល្អសម្រាប់ពួកយើងសាច់រឿងនេះត្រូវបានសាទរតាមរយៈរូបសិល្បៈជាច្រើននៅគ្រប់សម័យកាលរឿងទឹកជំនន់ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកស៊ូមើជាអរិយធម៌បុរាណមួយនៅតំបន់មេសូប៉ូតាមេស៊ូមើល្បីល្បាញខាងបង្កើតទម្រង់អក្សរដ៏ចម្រាស់បំផុតក្នុងលោកបញ្ជីរាយនាមស្ដេចស្រុកស៊ូមើបង្ហាញនៅឈ្មោះនិងឆ្នាំសោយរាជ្យនៃស្ដេចស៊ូមើដំបូងបំផុតមានបញ្ជីចម្លងចំនួន14ច្បាប់ជាច្បាប់អភិរក្សនិងមានភាពពេញលេញបំផុតវាមាន4ជ្រុងហើយមានក្រឡោនអក្សរ2នៅជ្រុងម្ខាងប្រវត្តិសាស្ត្រនៅលើបញ្ជីចែងអំពីទឹកជំនន់ធំនៅពាសពេញផែនដីនៅរយៈវិទូនិងអ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីវប្បធម៌មនុស្សសាស្ត្រប្រាប់យើងថាមានភស្តុតាងដ៏ច្បាស់មួយអំពីទឹកជំនន់នៅតាមសាច់រឿងដែលរកឃើញនៅក្នុងវប្បធម៌ជាច្រើនសាច់រឿងនេះត្រូវបានសរសេរក្រោយហេតុការណ៍ប្រាប់ថាអំពីទឹកជំនន់ធំដែលបំផ្លាញមនុស្សទាំងអស់លើកលែងតែមនុស្សពី3នាក់ប៉ុណ្ណោះមានសាច់រឿងអំពីទឹកជំនន់សម័យបុរាណជាង500រឿងនៅតាមវប្បធម៌ជាច្រើននិងនៅតាមទ្វីបផ្សេងៗនៅតាមប្រទេសផ្សេងៗដូចជាអេស៊ីបអូស្ត្រាលីក្រិចនិងមិចស៊ិកសាច់រឿងចេញពីគ្រប់ទ្វីបទាំងនេះនិយាយអំពីទឹកជំនន់ដែលប៉ះពាល់ដល់ពិភពលោកទាំងមូលហើយត្រូវនឹកចាំក្នុងប្រវត្តិសាស្ត្រនៃវប្បធម៌ជាច្រើនណូអេនិងក្រុមគ្រួសារគាត់បានប្រាប់រឿងទឹកជំនន់នេះបន្តដល់កូនចៅជំនាន់ក្រោយវប្បធម៌នីមួយៗបាននិយាយអំពីរឿងនេះដោយកែសម្រួលឲ្យត្រូវនឹងប្រពៃណីរបស់គេមានកត្តាដ៏ពិសេសនិងសំខាន់មួយក្នុងសាច់រឿងរបស់ណូអេគឺព្រះមានវត្តមាននិងព្រះបន្ទូលសន្យារបស់ព្រះ សម្ព័ន្ធមេត្រីដែលយើងបានចងជាមួយផែនដីយើងនឹងចាំបន្ទូលសន្យារបស់យើងរវាងយើងនឹងឯងនិងរបស់ដែលមានជីវិតទាំងអស់ទឹកជំនន់នឹងមិនកើតមានម្ដងទៀតឡើយព្រះបានតតឃើញភាពទុច្ចរិតរបស់មនុស្សហើយទ្រង់ទួញសោកយ៉ាងណាក្តីណូអេជាមនុស្សសុចរិតដែលបានដើរជាមួយព្រះតាមរយៈជំនឿដែលគាត់មាននៅក្នុងព្រះណូអេបានសង់ទុកធំហើយដោយព្រះគុណនៃព្រះទ្រង់បានសង្គ្រោះគាត់និងគ្រួសារគាត់រួមទាំងសត្វទាំងអស់នៅលើផែនដីខកពីពិសេសនៅថ្ងៃនេះគឺហេព្រើរចំពុក11ខ6តែបើឥតមានសេចក្តីជំនឿទេនោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនហើយថាទ្រង់ប្រទានរង្វាន់ដល់អ្នកដែលស្វែងរកទ្រង់រៀនរបស់យើងថ្ងៃនេះចប់ហើយសូមចាំថាចូលរស់នៅគប់ព្រះហឫទ័យព្រះមិនដែរវិស័យបានមើលវីដេអូនេះហើយគឺឲ្យយើងរៀនរស់នៅគប់ព្រះហឫទ័យព្រះហ្នឹងណាចាំមិនបាត់ទាំងអស់គ្នាវិញចង់ដូចជីនូអត់បើចង់ខមមិនម្នាក់មួយមកណាមុនហ្នឹងជីនូឲ្យតុក្កតាការ៉េមខ្ញុំមួយថ្ងៃនេះខ្ញុំក៏មានអ្វីមួយដ៏ពិសេសសម្រាប់មិត្តទាំងអស់គ្នាផងដែរវ៉ាវលុយម៉េះអីគេគឺបង្រៀនបទក្រដាសធ្វើទូកហ្នឹងណាដើម្បីឲ្យយើងចងចាំពីសាច់រឿងរបស់លោកណូអេហើយឲ្យយើងរៀនរស់នៅគប់ព្រះហឫទ័យព្រះមានអីគួរឲ្យចាប់អារម្មណ៍តាចឹងសម្ភារៈដែលយើងត្រូវប្រើគឺមានក្រដាសពណ៌តោះចាប់ដើមធ្វើដំបូងគឺយើងបត់ក្រដាសជា2ដល់ពេលដែលយើងបត់ចឹងហើយគឺយើងបត់ជា2មួយទៀតហើយនៅបន្ទាប់មកយើងលាក្រដាសមកវិញបន្ទាប់មកយើងបត់
ដាក់ចំពាក់កណ្ដាលដែលយើងបានបត់ជាពីរមិញបត់ជើងសងខាងមកមិនគឺយើងបត់បែបនេះបន្ទាប់មកយើងទាញអានេះមួយឡើងលើទាញពីក្រោមឡើងលើទាញមួយមកបន្ទាប់មកយើងបត់មកចេះមកខាងទៀតមកជាហៀងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងហើយអាកែងនេះគឺយើងបត់ចេះមកបត់វាចូលក្នុងទាំងសងខាងហើយមកជាហៀងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងដែរតបមកយើងទាញអានេះទាញដាក់បត់ជាពីរចេះមកតោះមកយើងបត់អញ្ចេះបត់ពីក្រោមឡើងលើសងខាងបែបនេះមកតើមកយើងបត់បែបនេះហើយយើងទាញមួយទៀតបត់ជាពីរចេះមកតើមកទាញកន្លែងនេះមកចេញទុកយេហើយស្អាតអត់មិនទាំងអស់គ្នាយេខ្ញុំក៏ហើយដែរតោះមិនជីទុកលេខទាំងអស់គ្នាទៅមុនអរគុណពិសេសដែលបានមករៀនខ្ញុំចាមិនអីទេសម្រាប់មិត្តដែលធ្វើហើយកុំភ្លេចថតរូបផ្ញើមកកាន់កម្មវិធីរបស់យើងណាដើម្បីទទួលបានរង្វាន់យេបាទពេលនេះកម្មវិធីរបស់យើងមកដល់ទីបញ្ចប់ហើយសម្រាប់មិត្តដែលមិនទាន់បាន like Facebook page subscribe channel YouTube Superbook Cambodia ទេកុំភ្លេចទៅ like និង subscribe ទាំងអស់គ្នាណាសម្រាប់មិត្តដែលមិនទាន់បានមើលវីដេអូកាលពីសប្តាហ៍មុនក៏អាចចូលទៅមើលម្ដងទៀតបានផងដែរបើមិត្តមានចម្ងល់ឬក៏ចង់សំណូមពរអធិដ្ឋានអាច comment ឬក៏ឆាតមកកម្មវិធីរបស់យើងបានសូមព្រះប្រទានពរបាយបាយនៅក្នុងកុមារម្នាក់ពួកគេជាអ្នកដឹកនាំជាមិត្តល្អជាអ្នកជួយនិងមានក្តីសុបិនប៉ុន្តែពួកគេនៅតែត្រូវការជំនួយពីពួកយើងតើខ្ញុំគួរធ្វើបែបណាតើខ្ញុំគួរនិយាយអ្វី Superbook Kids Club ជាកម្មវិធីសម្រាប់បងប្អូនកុមារដើម្បីស្វែងរកដំណោះស្រាយភាពរីករាយណែនាំពីការរស់នៅធ្វើជាកូនល្អនិងមានភាពច្នៃប្រឌិតជាពិសេសជួយពង្រឹងសេចក្តីជំនឿបងប្អូនក្នុងព្រះអង្គម្ចាស់តាមរយៈរឿងសៀវភៅពិសេស